បងប្អូនទាំងអស់គ្នាកាលពីមុនណាខ្ញុំទៅកូរ៉េខ្ញុំធ្លាប់ចាក់ Rejuran ហ្នឹងនៅក្នុងហ្នឹងគេហៅថា Salmon Sperm ឬក៏ជាប្រភេទ PDRN ហ្នឹងឯងប៉ុន្តែថ្ងៃនេះខ្ញុំបាន get my hands on the serum ពី Medicube ថាទិញពីណាមកខ្ញុំទិញនៅ Skinuria បងប្អូនទាំងអស់គ្នាឃើញអា serum 10ទូចដែលខ្ញុំប្រើហ្នឹងខ្ញុំជ្រើសរើសយកអា10ទូចចឹងដោយសារតែយើងប្រើមួយបើកមួយហើយវាអត់មានប្រើសារធាតុរក្សាទុកច្រើនដោយអា serum 10ធំទេនៅក្នុងហ្នឹងវាមាន PDRN ជាមួយនឹង Niacinamide PDRN គឺជាសារធាតុដែលធ្វើឲ្យកោសិកាស្បែករបស់យើងហ្នឹងវាបង្កើតថ្មីបានរហ័សជាងដល់ចឹងទៅវាទប់ប្រឆាំងភាពចាស់ហើយជួយឲ្យស្បែកយើងផ្លាំមើលទៅ decrease dullness ហើយក្មេងជាងវិតអ្នកទាំងអស់គ្នាឃើញម៉ាស់ដែលខ្ញុំប្រើហ្នឹងក៏ប្រភេទម៉ាស់ PDRN ដែរប៉ុន្តែម៉ាស់នេះមានលក្ខណៈចម្លែកមួយគឺយើងត្រូវបិទវាប្រហែលជា1ម៉ោងរហូតទៅដល់3ម៉ោងអីទម្រាំតែម៉ាស់ហ្នឹងវាប្រែពីពណ៌ផ្កាឈូកដិតអញ្ចឹងវាទៅជា transparent បានន័យថាវាថ្លាអញ្ចឹងណាគេដែលទិញម៉ាស់ហ្នឹងមកប្រើហើយវាអត់បាន read instruction ខ្ញុំសាកល្បងពី3យប់ហើយអ្នកទាំងអស់ឃើញថាលទ្ធផលល្អគួរជាទីគាប់ចិត្តបាទខ្ញុំចាប់ផ្ដើមបង្ហោះវីដេអូនេះឲ្យអ្នកទាំងអស់គ្នាមើល PDRN វាមានច្រើនអ្នកទាំងអស់គ្នាកុំភ្លេចមើលអាប្រភេទ ingredient ថាគេលាយវាជាមួយអីគេពួកអីប្រសិនបើគេលាយវាជាមួយ BHA AHA អីអាហ្នឹងជួនកាលយើងលាបទៅវាធ្វើឲ្យ skin យើង irritate ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែជ្រើសរើសអាប្រភេទដែលខ្ញុំប្រើហ្នឹងវាលាយជាមួយ niacinamide អញ្ចឹងទៅវា calming ហើយវាអត់ធ្វើឲ្យ skin យើងឡើង break out ឬក៏ irritate ពួកអីជាក់ស្ដែងសារធាតុ PDRN តែមួយហ្នឹងគឺវាអត់ដែលធ្វើឲ្យយើងឡើង break out ឡើងក្រហមឡើងអីទេគេហៅថាវាជាសារធាតុសកម្មដែល slow ប្រសិនបើណាគេដែលប្រើ retinol អត់បានអ្នកទាំងអស់គ្នាអាចសាកល្បងប្រើ PDRN ហ្នឹងក៏បានដែរនិយាយទៅខ្ញុំឆ្លាញ់ brand Medicube ហ្មងចាញ់មកគឺអត់ដែលឲ្យខកចិត្តទេហើយបើតម្លៃវិញគឺសមរម្យហ្មង very affordable អ្នកទាំងអស់គ្នាអាច check មើល texture របស់មុខខ្ញុំបាននេះឲ្យតែបានលទ្ធផលអញ្ចឹងគឺ actually រឿង lip skin care ហើយនឹងបិទម៉ាស់ហ្នឹង